បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូទី3ដែលខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពី Future Perfect អនាគតកាលបរិបូរណ៍ចំណុចទី3 Future Perfect Passive អនាគតកាលបរិបូរណ៍ជាទម្រង់ Passive ជាទម្រង់អកម្មបានចឹងថាតើអនាគតកាលបរិបូរណ៍ជាទម្រង់អកម្មមានទម្រង់លក្ខណៈបែបណាខ្លះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាអញ្ជើញទៅទស្សនាវីដេអូមេរៀនរបស់ខ្ញុំទាំងអស់គ្នាបានចឹងមុននឹងចូលទៅកាន់វីដេអូមេរៀនខ្ញុំសូមបង្ហាញចំណុចដែលត្រូវបង្ហាញបងប្អូនទាំងអស់គ្នាជាមុនសិនបាទអញ្ចឹងចំណុចដែលត្រូវបង្ហាញបងប្អូនទាំងអស់គ្នាគឺចំណុចទី1 the definition បាទគឺនិយមន័យបាទចំណុចទី2គឺ positive form គឺជាទម្រង់ប្រយោគស្របចំណុចទី3គឺ negative form គឺជាទម្រង់ប្រយោគបដិសេធនិងទី4គឺ question form គឺជាទម្រង់ប្រយោគសំណួរបាទនឹងចំណុចទី5គឺ review ខ្ញុំនឹង review ជូនបងប្អូនឡើងវិញទាំងអស់គ្នាបាទឥឡូវយើងចូលមកកាន់ចំណុចទី1បាទចំណុចទី1គឺ the definition បាទគឺនិយមន័យបាទអញ្ចឹង the future perfect passive definition is the same as the future perfect active it's not used anymore បាទជានិយមន័យរបស់ future perfect passive អនាគតកាលបរិបូរណ៍ជាទម្រង់អកម្មគឺដូចគ្នាទៅនឹងនិយមន័យរបស់ future perfect active អនាគតកាលបរិបូរណ៍ជាទម្រង់សកម្មដែរវាមិនត្រូវបានគេប្រើច្រើននោះទេបាទឥឡូវយើងចូលមកកាន់ចំណុចទី2បាទចំណុចទី2គឺ positive form គឺជាទម្រង់ប្រយោគស្របបាទជាទម្រង់ប្រយោគស្របគឺមានទម្រង់ subject plus will plus have plus been plus verb 3ជា verb past participle បាទឥឡូវយើងចូលទៅកាន់ឧទាហរណ៍បាទឥឡូវយើងមកមើលឧទាហរណ៍ទី1 Tomorrow John will have been asked to work here នៅថ្ងៃស្អែក John នឹងត្រូវបានស្នើសុំឲ្យធ្វើការនៅទីនេះបាទយើងឃើញ John បាទ John ជា subject ហើយយើងបូកជាមួយនឹង will យើងបូកជាមួយនឹង have យើងបូកជាមួយនឹង been ហើយយើងបូកជាមួយនឹង ask ជា verb past participle បាទឥឡូវយើងមកមើលឧទាហរណ៍ទី2បាទឧទាហរណ៍ទី2 political deadlock solution will have been found next year ដំណោះស្រាយនៃភាពជាប់គាំងនយោបាយនឹងត្រូវបានដោះស្រាយនៅឆ្នាំក្រោយបាទអញ្ចឹង political deadlock solution បាទដំណោះស្រាយនៃភាពជាប់គាំងនយោបាយបាទវាគឺជា subject ហើយយើងបូកជាមួយនឹង will យើងបូកជាមួយនឹង have យើងបូកជាមួយនឹង been ហើយយើងបូកជាមួយនឹង found គឺជា verb 3គឺជាកិរិយាសព្ទទង់ទី3បាទឥឡូវយើងមកមើលឧទាហរណ៍ទី3បាទឧទាហរណ៍ទី3 the school and hospital will have been completed in October សាលារៀននិងមន្ទីរពេទ្យនឹងត្រូវបានសាងសង់រួចរាល់នៅខែតុលាបាទអញ្ចឹងយើងឃើញ the school and hospital បាទសាលារៀនហើយនិងមន្ទីរពេទ្យវាជា subject បូកជាមួយនឹង will បូកជាមួយនឹង have បូកជាមួយនឹង been ហើយ completed គឺជា verb 3បាទឥឡូវយើងចូលមកកាន់ចំណុចទី3បាទចំណុចទី3គឺ negative form គឺជាទម្រង់ប្រយោគបដិសេធបាទអញ្ចឹងទម្រង់ប្រយោគបដិសេធគឺមានទម្រង់ subject plus will plus not plus have plus been plus verb 3ជា verb past participle បាទឥឡូវយើងមកមើលឧទាហរណ៍បាទឧទាហរណ៍ទី1 we will not have been given any money next month ពួកយើងនឹងមិនត្រូវបានផ្ដល់ប្រាក់ណាមួយឲ្យនៅខែក្រោយនោះទេបាទអញ្ចឹង we បាទ we ជា subject យើងបូកជាមួយនឹង will យើងបូកជាមួយនឹង not យើងបូកជាមួយនឹង have យើងបូកជាមួយនឹង been យើងបូកជាមួយនឹង given គឺជាកិរិយាសព្ទទង់ទី3បាទឥឡូវយើងមកមើលឧទាហរណ៍ទី2បាទឧទាហរណ៍ទី2 Dara will not have been accused of committing scandal បាទអញ្ចឹង Dara នឹងមិនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តរឿងអាស្រូវអាភារនោះទេបាទអញ្ចឹងយើងឃើញ Dara បាទ Dara ជា subject ហើយយើងបូកជាមួយនឹង not យើងបូកជាមួយនឹង have យើងបូក been យើងបូក accuse
vàវាជាកិរិយាសព្ទផ្ទង់ទី3បាទឥឡូវយើងចូលមកកាន់ចំណុចទី4មួយទៀតបាទចំណុចទី4គឺ question form បាទគឺជាទម្រង់ប្រយោគសំណួរបាទអញ្ចឹងទម្រង់ប្រយោគសំណួរគឺមានទម្រង់បាទ will plus subject plus have plus been plus verb 3ជា verb past participle បាទឥឡូវយើងមកមើលឧទាហរណ៍ទ្រទី1 will $1,000 have been sold next year តើទឹកប្រាក់ចំនួន$1,000នឹងត្រូវបានសន្សំទេនៅឆ្នាំក្រោយបាទអញ្ចឹងយើងឃើញទម្រង់របស់វាគឺជាទម្រង់ប្រយោគសំណួរគឺយើងយក will មកដាក់នៅខាងមុខហើយយើងបូកជាមួយនឹង$1,000ជា subject ហើយយើងបូក have យើងបូក been យើងបូកជាមួយនឹង sold ជាកិរិយាសព្ទផ្ទង់ទី3បាទឥឡូវយើងមកមើលឧទាហរណ៍ទី2 will an extreme costs have been investigated strictly and thoroughly តើករណីធ្ងន់ធ្ងរមួយនឹងត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ដែរឬទេបាទអញ្ចឹងយើងដាក់ will នៅខាងមុខដូចគ្នាហើយយើងបូកជាមួយនឹង an extremely cost បាទវាដើរតួជា subject ហើយយើងបូកជាមួយនឹង have យើងបូកជាមួយនឹង been ហើយយើងបូកជាមួយនឹង investigated បាទវាគឺជាកិរិយាសព្ទផ្ទង់ទី3ជា verb past participle បាទឥឡូវយើងចូលមកកាន់ចំណុចទី5បាទចំណុចចុងក្រោយបាទគឺ review បាទយើងនឹងរំលឹកឡើងវិញបាទអញ្ចឹងនៅក្នុង future perfect passive អនាគតកាលបរិបូរណ៍ទម្រង់អកម្មគឺមានទម្រង់3ដូចគ្នាដែរគឺទី1គឺទម្រង់ប្រយោគស្របអញ្ចឹងទម្រង់ប្រយោគស្របគឺមានទម្រង់ subject plus will plus have plus been plus verb 3បាទទី2គឺជាទម្រង់ប្រយោគបដិសេធបាទអញ្ចឹងទម្រង់ប្រយោគបដិសេធគឺមានទម្រង់ subject plus will plus not plus have plus been plus verb 3ជា verb past participle បាទនឹងទី3គឺជាទម្រង់ប្រយោគសំណួរបាទទម្រង់ប្រយោគសំណួរគឺមានទម្រង់ will plus subject plus have plus been plus verb 3ជា verb participle បាទជាងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បាទអរគុណច្រើនជម្រាបលា